ប្រិមិត្តកែញូជាទីគោរពបាទនៅវេលាម៉ោង2រសៀលបាទថ្ងៃទី19ខែមេសាឆ្នាំ2026នេះគឺមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយករណីទៀតហើយប្រិមិត្តបាទដោយរថយន្តម៉ាកព្រុសពណ៌ទឹកប្រាក់បាទស៊េរីឆ្នាំ2012ហើយបើកបរទិសដៅពីខាងត្បូងមកជើងបាទន័យថាគាត់មកពីខាងពលានមកប្រិមិត្តបាទហើយទិសដៅរបស់គាត់នោះគឺខាងពីត្បូងមកជើងបាទលុះមកដល់ចំណុចកន្លែងទីតាំងកើតហេតុនេះគឺមិនដឹងថាយ៉ាងម៉េចទេបើគាត់ផ្លោះមកគឺមកបុកជាមួយនឹងរបងថ្មដែលគេដាក់កវ៉ាត់ដីគេនេះគឺបណ្ដាលឲ្យរងការខូចខាតបើយ៉ាងដំណំគឺខ្ទេចទាំងស្រុងបណ្ដាលឲ្យម្ចាស់គឺស្លាប់បាត់បង់អាយុជីវិតនៅទីតាំងកន្លែងកើតហេតុតែម្ដងប្រិមិត្តបាទនោះគឺម្ចាស់គឺស្លាប់បាត់ហើយនៅក្នុងរថយន្តពេទ្យបង្អែកកណ្ដាលស្ទឹងប្រិមិត្តបាទហើយយើងមិនដឹងថាគាត់មានបញ្ហាងងុយដេកឬមួយក៏យ៉ាងម៉េចទេប្រិមិត្តបាទនេះគឺស្ថានភាពរថយន្តគឺខ្ទេចទាំងស្រុងតែម្ដងប្រិមិត្តបាទទីតាំងកន្លែងកាត់ហានគឺនៅភូមិអំពៅព្រៃឃុំកដោកស្រុកកដាលតឹងខេត្តកដាលបាទហើយកាត់ហេតុវេលាប្រហែលម៉ោង2ជាងរសៀលបាទថ្ងៃទី19ខែមេសាឆ្នាំ2026ប្រិមិត្តបាទហើយយើងទៅមើលស្ថានភាពរថយន្តបាទគឺរងការខូចខាតបាទធ្ងន់មែនទែនប្រិមិត្តបាទនៅខាងមុខនេះបាទខូចអស់លលេងទាំងស្រុងហើយបាទរួញក៏ពិតអស់ហើយបាទឥឡូវបងប្អូនប្រជាពលរដ្ឋជាច្រើនកំពុងតែនៅមើលទីតាំងកន្លែងកើតហេតុនេះបាទហើយដោយទាំងអាដើមឈើមួយដើមទៀតនោះដើមឈើនិងដើមច័ន្ទគិរីនឹងមកជាប់ជាមួយនឹងឡាននឹងប្រិមិត្តបាទមកឆ្ងាយបាទតាមព័ត៌មានពីបងប្អូនប្រជាពលរដ្ឋគឺមកតាំងពីនោះមកប្រិមិត្តបាទមករូមកគឺមកចូលមកភ្លុកចំកន្លែងនេះបណ្ដោយបាទហើយលបឿនមកធម្មតាផ្លូវនេះគឺបាទបើកលឿនបាទរេតាមមកភ្លេចមកគឺទៅហើយប្រិមិត្តបាទហើយលបងថ្មនេះគឺកម្រាស់ដែរគឺបាក់ធ្លាយឡើងដល់នោះប្រិមិត្តបាទធ្លាយអស់រលិញបាទនេះធ្លាយទៅដល់នោះបាទហើយអញ្ចឹងគឺមានអីទៀតហើយអាប្រុសនេះគឺដៃស្ដើងបងប្រិមិត្តបាទដល់ពេលអញ្ចឹងមកប្រើនេះគឺខ្ទេចអស់រលិញហ៎បាទម៉ត់ឡែវមានសល់ហើយនេះទប់កង់ជាប់នៅចំហៀងកាលនេះកុំអីផ្អៀងមកជាប់ក្លាប់នឹងទៀតបាទហើយម្ចាស់គាត់គឺស្លាប់បាត់ហើយប្រិមិត្តបាទស្លាប់បាត់ហើយនោះនៅក្នុងរថយន្តពេទ្យបងឯកដាលស្ទឹងបាទក៏មានការភ្ញាក់ផ្អើលខ្លាំងមែនតើនៅទីតាំងកន្លែងកើតហេតុនេះបាទខាងក្នុងនៃរថយន្តគឺខ្ទេចអស់ហើយប្រិមិត្តបាទម៉ត់អានេះទៅជាអេតចាយអស់ហើយបាទរថយន្តប្រុសនេះគឺពាក់ផ្លាកលេខភ្នំពេញ 2BE 1438ប្រិមិត្តបាទពណ៌ទឹកប្រាក់ស៊េរីឆ្នាំ2012បាទស្ថានភាពរថយន្តនេះគឺហោះផ្លោះបលាយទៅប្រិមិត្តបាទនេះបលាយគឺបលាយទៅមិនចេញបាទហោះផ្លោះបលាយទៅបាទចូលទៅបុកដល់អញ្ចឹងនោះប្រិមិត្តបាទមិនដឹងថាលបឿនគាត់បើកនឹងប៉ុណ្ណាទេហើយក៏គាត់ធ្វើដំណើរនេះគឺម្នាក់ឯងទេប្រិមិត្តបាទម្នាក់ឯងទេបាទហើយបើតាមការបញ្ជាក់ពីបងប្អូនប្រជាប្រដ្ឋដែលគាត់ខ្វៀលគោក៏គាត់បានឃើញហេតុការណ៍គាត់ថាមកគឺវូមកលឿននោះហុយដីចុកប្រិមិត្តបាទហើយក៏មកដល់កន្លែងនេះគឺប្រើហើយទប់គៀបតែកងជាប់នៅក្នុងរថយន្តបណ្ដាលឲ្យស្លាប់បាទបាត់បង់អាយុជីវិតបាត់ហើយប្រិមិត្តបាទហើយគាត់នឹងមានអាយុ30ឆ្នាំជាងប្រិមិត្តបាទ